សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមកជួបខ្ញុំជាមួយនឹងវីដេអូថ្មីមួយទៀតហើយបងប្អូនថ្ងៃហ្នឹងគឺនាំបងប្អូនមកមើលផ្កាម្លិះរបស់ខ្ញុំណាបងប្អូនហើយចំពោះផ្កាម្លិះនេះគឺខ្ញុំបានបេះស្លឹកវាចោលណាបងប្អូនអាស្លឹកវាចាស់ចោលហ្នឹងគឺរបៀបដូចថាស្លឹកវាក្រហមណាបងប្អូនហើយស្លឹកវាឡើងចាស់ដល់ពេលអញ្ចឹងក៏ខ្ញុំបានបេះស្លឹកវាចោលទាំងអស់អញ្ចឹងណាបងប្អូនហើយឥឡូវហ្នឹងគឺវាបានចាប់ផ្ដើមលាស់ត្រួយថ្មីហើយបងប្អូនហើយបន្ទាប់ពីវាបានលាស់ត្រួយថ្មីហ្នឹងក៏វាបានចាប់ផ្ដើមកំពុំចេញផ្កាដែរអញ្ចឹងណាបងប្អូនហើយនេះគឺសម្រាប់បងប្អូនដែលគាត់អត់ដឹងថាផ្កាម្លិះរបស់គាត់ពេលខ្លះវាដាំមកអញ្ចឹងវាអត់សូវចេញផ្កាអីចឹងណាបងប្អូនអញ្ចឹងបងប្អូនអាចធ្វើវិធីនេះតាមខ្ញុំអញ្ចឹងណាបងប្អូនគឺបងប្អូនបេះស្លឹកវាចោលទាំងអស់អញ្ចឹងណាអាស្លឹកវាចាស់ក្រហមអីហ្នឹងដែលវាអត់ល្អហ្នឹងគឺបងប្អូនបេះចោលទាំងអស់ហ្មងណាបងប្អូនហើយនេះគឺខ្ញុំបានបេះវាចោលទាំងអស់ហ្មងណាបងប្អូននិយាយទៅដូចបងប្អូនឃើញអញ្ចឹងគឺវាទឹមតែលាស់ត្រួយខ្ចីរបៀបដូចថាទឹមលាស់ត្រួយខ្ចីស្លឹកវាហ្នឹងគឺទឹមលាស់ត្រួយខ្ចីដូចបងប្អូនឃើញនឹងឯងហើយឃើញស្លឹកវាហ៎បងប្អូនគឺអត់មានទេសឹងតែអត់មានហ្មងគឺខ្ញុំបានបេះវាចោលអញ្ចឹងណាហើយបន្ទាប់ពីយើងបេះស្លឹកវាចោលហ្នឹងគឺផ្កាម្លិះហ្នឹងគឺវាចាប់ផ្ដើមលាស់ត្រួយថ្មីហើយគឺវាចាប់ផ្ដើមចេញផ្កាហ្មងបងប្អូនគឺចេញផ្កាកំពុំហ្មងបងប្អូនគឺដូចបងប្អូនបានឃើញអញ្ចឹងណាបងប្អូនហើយនេះបើសិនជាបងប្អូនគាត់ចង់ដឹងថាតើវាអាចអញ្ចឹងអត់បងប្អូនអាចសាកល្បងធ្វើតាមខ្ញុំអញ្ចឹងណានៅពេលដែលផ្កាម្លិះបងប្អូនអត់ចេញផ្កាអត់លាស់ត្រួយអីហ្នឹងគឺបងប្អូនអាចធ្វើបែបនេះបានអញ្ចឹងណាគឺឥឡូវនេះគឺបងប្អូនដូចបងប្អូនបានឃើញអញ្ចឹងនេះគឺនិយាយទៅគឺចេញផ្កាទាំងអស់ហ្មងគ្រប់ឲ្យតែត្រួយវាលាស់ហ្នឹងគឺវាចេញទាំងអស់ហ្មងណាបងប្អូនហើយល្អណាបងប្អូនហើយនេះគឺវាអត់ទាន់បានចេញស្លឹកពេញទេបងប្អូនគឺវាទំលាស់បានមួយចំនួនអញ្ចឹងណាបងប្អូនហើយនៅពេលដែលខ្ញុំបេះស្លឹកហ្នឹងនិយាយទៅគឺអត់បានថតវីដេអូឲ្យបងប្អូនមើលដែរអញ្ចឹងណាគឺបានថតដែរបងប្អូនគ្រាន់ថានេះគឺខ្ញុំបានបេះវារួចហើយបងប្អូនហើយវាទឹមតលាស់អញ្ចឹងណាហើយប្រហែលជាបានមួយអាទិត្យជាងអីហ្នឹងគឺវាចាប់ផ្ដើមលាស់ត្រួយបងប្អូនហើយល្អមែនតើណាបងប្អូននេះឃើញអីបងប្អូនហើយចេញកំពុំផ្កាអញ្ចឹងណាចាប់ផ្ដើមចេញកំពុំផ្កាស្អាតណាបងប្អូននេះល្អណាហើយនេះបងប្អូនគឺអាផើងផ្កាម្លិះរបស់ខ្ញុំមួយទៀតនេះបងប្អូនឃើញអត់គឺខ្ញុំបេះស្លឹកវាចោលទាំងអស់ហ្មងនិយាយទៅគឺឃើញតែដើមវាតទេអញ្ចឹងហ្មងនេះបងប្អូនឃើញតែដើមវាតទេគឺខ្ញុំបានបេះស្លឹកវាចោលអស់ហើយអញ្ចឹងបងប្អូនចាំមើលតើវាលាស់មកត្រួយវាបែបណាអញ្ចឹងណាបងប្អូនចាំមើលពេលវាលាស់គឺចាំខ្ញុំថតវីដេអូឲ្យបងប្អូនមើលអញ្ចឹងណា